សួស្តីអ្នកគ្នានេះគឺជាវីដេអូថ្មីមួយទៀតហើយដែលខ្ញុំបានមកលេងនៅ Wall Street មកលើកនេះគឺបានឃើញទស្សនភាពប្លែកៗច្រើនហ្មងអ្នកនរគ្នាគឺមានសិល្បៈបែបបុរាណហើយនិងសម័យដំបូងឡើងខ្ញុំអត់មានកម្រងចេញវីដេអូឲ្យអ្នកនរគ្នាប៉ុន្តែបន្ទាប់ពីខ្ញុំបានឃើញទស្សនភាពប្លែកៗនឹងវាទំនងពេកហើយបើនិយាយពីមនុស្សវិញគឺកោះកុញបើយើងមើលទៅដូចទស្សនភាពបនអុំទូកចឹងជាពិសេសគឺយកល្បែងដែលក្មេងៗលេងនៅតាមខេត្តអីយកមកលេងដែរពេលដែលខ្ញុំទៅគឺខ្ញុំបានញ៉ាំផ្អែមនេះគឺវាអត់សូវផ្អែមទេអ្នកនរគ្នាហើយឆ្ងាញ់ហ្មងមានអារម្មណ៍ថាញ៉ាំហើយត្រជាក់ក្នុងបន្ទាប់ពីយើងញ៉ាំអីហើយគឺយើងចាប់ផ្ដើមដើរមើលគឺមនុស្សច្រើនហ្មងអ្នកនរគ្នាហើយគេមានโซนម្ដុំសម្រាប់ឲ្យយើងទៅមើលចឹងណាឧទាហរណ៍โซนតំបន់រាំវង់គឺមានកន្លែងគេរាំវង់អីចឹងកន្លែងល្បែងផ្សេងដើរសុកឃើញឆ្កែនេះវាវែងម្ចាស់អ្នកនរគ្នានេះវាពងលេងឡងដល់ហូរម្ចាស់ហើយមួយទៀតខ្ញុំចាប់អារម្មណ៍គឺគេយកឆ្កែទៅច្រើនមែនតើអ្នកនរគ្នាសម្រាប់តាមផ្លូវដែលយើងដើរហ្នឹងគឺគេមានលក់របស់ញ៉ាំចឹងហ្មងអ្នកនរគ្នាសម្រាប់កន្លែងនេះវិញគឺជាកន្លែងដែលគំនូធ្វើពីអង្គអ្នកនរគ្នាគេយកអង្គទៅផ្គុំចេញមកចឹងណាហើយកន្លែងនេះដែរគឺជាទស្សនភាពដែលបងស្រីគាត់ព្យាយាមផ្គុំអង្គហ្នឹងខ្ញុំមើលទៅសកម្មភាពគាត់គឺគាត់លម្អិតមែនតើអ្នកនរគ្នាមកក្របគឺមិនងាយហើយគេក៏មានសម្ដែងរបាំត្រុដិនៅតាមផ្លូវសារចិត្តចូលឆ្នាំចឹងណាហើយអ្នកសម្ដែងហ្នឹងមានចាស់មានក្មេងចឹងណាហើយខ្ញុំឃើញក្មេងតូចគាត់មើលទៅថតឡែនមែនតើអ្នកនរគ្នាមានន័យថាទេពកោសល្យនៃការសម្ដែងគាត់គឺអត់ឆ្កងទេអញ្ចឹងកន្លែងនេះខ្ញុំចង់ឲ្យអ្នកនរគ្នាមើលទស្សនភាពសលេងដើមសិនអ្នកនរគ្នាឃើញអញ្ចឹងកូនហ្នឹងគឺគាត់តូចខ្លាំងមែនតើហើយការសម្ដែងរបស់គាត់គឺលះហ្មងណាឥឡូវខ្ញុំមកដល់កន្លែងគេរាំរបាំគោះអង្រែហើយសម្រាប់របាំហ្នឹងដែរពេលដែលខ្ញុំមើលតាម digital តាមទូរស័ព្ទឬក៏ទូអីអារម្មណ៍យើងគឺលក្ខណៈថាធម្មតាប៉ុន្តែពេលដែលយើងមើលផ្ទាល់គឺមានអារម្មណ៍ថាខុសប្លែកពីយើងមើលតាមទូឬក៏តាមទូរស័ព្ទអីចឹងណាសម្រាប់កន្លែងនេះវិញគឺជាកន្លែងដែលបងប្រុសម្នាក់ដែលគាត់អង្គុយគូររូបលក្ខណៈបែប creative អ្នកនរគ្នាមានន័យថាគាត់គូររូបតម្រង់មុខយើងប៉ុន្តែបែបច្នៃប្រឌិតខ្ញុំមើលទៅគាត់ detail ហើយអ្នកនរគ្នាឥឡូវយើងមកដល់សូនចប៉ីម្ដងចំណែកសូនមួយនេះវិញគឺជាសូននៃគេរាំណាជាងពេលអ្នកនរគ្នាទៅគឺចំណេញបានមើលទាំងបុរាណបានមើលទាំងសម័យឥឡូវនេះយើងមកដល់សូន Childhood ហើយអ្នកនរគ្នាសម្រាប់សូននេះដែរសម្រាប់អ្នកដែលគាត់រំលឹកអនុស្សាវរីយ៍កាលពីក្មេងៗអ្នកលេងលោតពស់ជាពិសេសអ្នកខេត្តហើយនេះសូនបន្ទាប់ពីហ្នឹងគឺសូនលោតអន្ទាក់អញ្ចឹងនៅគៀកគ្នាហ្មង